54 kg ចុះសាច់ក្រក សាច់ក្រក44 kg ម្ដាយហើយចុះសាច់ជ្រូកនេះបង 500 kg ទាំងអស់ផ្ដល់សាច់ជ្រូករហូតដល់500គីឡូហើយទាំងផ្អកទាំងសាច់ក្រកឲ្យខ្ញុំយកទៅជូនបងប្អូនអ្នកភៀសសឹកនៅខាងព្រៃច័ន្ទ ពេលដែលយើងជួបប្រទះរឿងហ្នឹងអត់ដឹងថាពិបាកយ៉ាងណាគឺគាត់ពិបាកខ្លាំងណាស់ បាទបង ខ្ញុំមើលតាម Facebook ទៅនឹកឃើញថាគាត់រត់ខ្លះអោបកូនអោបចៅរត់ចោលឆ្នាំងបាយរត់ដល់ដាក់កំសត់គាត់មែនទែន គេធ្វើបាបយើងគេជន់ឈ្លីយើងគេបាញ់ប្រជាពលរដ្ឋស្លូតត្រង់របស់យើងសួរថាក្នុងនាមយើងជាខ្មែរយើងឈឺចាប់ប៉ុណ្ណាហេតុអីបានជាបងឈប់ប្រើប្រាស់ទំនិញពីថៃមកខ្ញុំតែងតែលើកទេថាពេលដែលយើងបន្តប្រើប្រាស់របស់គេទៅហើយទៅគេនឹងមានលុយទិញអាវុធដែលអាចបន្តមកយើងcũngបាននេះគឺជារឿងមួយដែលយើងមិនអាចបំភ្លេចបានទេបើនិយាយជូនជាប្រវត្តិសាស្ត្រមែនទេបងចាទុកក្នុងប្រវត្តិសាស្ត្រចាំឲ្យច្បាស់បងប្អូនទាំងអស់គ្នាអរគុណណាស់បងទឹកចិត្តរបស់បងណាបាទទឹកចិត្តដូចថាខ្មែរជួយខ្មែរនៅក្នុងពេលនេះគឺគ្មានអ្វីក្រៅពីការរួបរวมសាមគ្គីគ្នាមែនទេបងកេណូនិមិត្តសញ្ញាផលិតផលកូនខ្មែរផ្ដល់ជូននូវគុណភាពសុវត្ថិភាពទំនុកចិត្តជឿជាក់លើផលិតផលកេណូអូនេះសុទ្ធតែផ្អកបងចាហើយផ្អកបងធ្វើខ្លួនឯងដែរចាធ្វើខ្លួនឯងហើយមកកំប៉ុងនេះប្រហែលគីឡូ1គីឡូអូឈ្ងុយហ៎បងប្អូនអើយឈ្ងុយជូរឆ្ងាញ់ហើយសរុបទាំងអស់54គីឡូចុះសាច់ក្រកសាច់ក្រក44គីឡូម្ដាយហើយចុះសាច់ជ្រូកនេះបង500គីឡូទាំងអស់ដឹកអស់អត់យើងដឹកអស់ខំទៅខំយកទៅឲ្យគាត់ហូបបងប្អូនថ្ងៃនេះបងស្រីនៅខាងក្រុងតាខ្មៅគាត់លឺខ្ញុំហើយនឹងក្រុមការងារទៅកន្លែងបងប្អូនភៀសសឹកនៅខាងភូមិព្រៃច័ន្ទគាត់តាក់ទងទៅក្រុមការងារផ្ដល់សាច់ជ្រូកជាជ្រូកខ្មែរយើងណាបងប្អូនចំនួន500គីឡូសាច់ជ្រូកមានផ្អក50គីឡូនេះសាច់ក្រក50គីឡូដើម្បីយកទៅជូនបងប្អូនប្រជាពលរដ្ឋអ្នកភៀសសឹកនៅខាងព្រៃច័ន្ទបងប្អូនអរគ្នាមើលគាត់តែសាច់ជ្រូករបស់គាត់ទេហើយសាច់នេះមានផ្នែកកន្លែងណាខ្លះបងមានជើងជ្រូកមានឆ្អឹងជ្រូកមានសាច់ជ្រូកមកចប់ហ្មងចាហើយចង់និយាយថាបដលនេះបដលលក្ខណៈថាសម្រាប់អ្នកចង់ខជើងជ្រូកក៏បានសាច់ជ្រូកក៏បានសម្រាប់អ្នកប្រឡាក់ក៏បានត្រូវការផ្អកត្រូវការសាច់ក្រកអូយបងប្អូនអើយនេះទាំងខេងនៅខាងនេះទៀតបងជ្រូកហ្នឹងគឺជាជ្រូកដែលបងមានកុងស៊ីកាប់ខ្លួនឯងតែម្ដងឬក៏មិនកុងស៊ីនៅបេក្ខាំងអូអញ្ចឹងបានន័យថាបងស្រីគឺជាអ្នកលក់សាច់ជ្រូកចាតែបងរាល់ថ្ងៃលក់ដុំឬក៏លក់រាយបោះដុំក៏បោះដុំលក់រាយក៏លក់រាយអូយបងប្អូនអើយទឹកចិត្តល្អណាស់500គីឡូបើគិតជាលុយមិនមែនតិចទេណាពុកម៉ែបងប្អូនហើយមិនមែនជាសាច់ជ្រូកសល់ទេកុំច្រឡំអត់មានសាច់ជ្រូកបាទសាច់ជ្រូកវាវឬក៏សាច់ជ្រូកអីលក្ខណៈថាសល់អត់ទេគឺសុទ្ធតែជាសាច់ល្អទេសាច់ភ្លើសាច់អីទេហើយទាំងភ្លើនឹងបញ្យួរទុកសម្រាប់ឲ្យខ្ញុំដឹកយកទៅខាងបងប្អូនភៀសសឹកទៅខាងព្រៃច័ន្ទណាបងបងប្អូនសុំសួរបងបន្តិចមិនបានបងនឹកឃើញផ្ដល់សាច់ជ្រូករហូតដល់500គីឡូហើយទាំងផ្អកទាំងសាច់ក្រកឲ្យខ្ញុំយកទៅជូនបងប្អូនអ្នកភៀសសឹកនៅខាងព្រៃច័ន្ទខ្ញុំមើលតាមទូរស័ព្ទទៅឃើញគាត់ពិបាកខ្លាំងបាទគាត់រត់គាត់អីចឹងបញ្ហាគាត់អត់ខុសគាត់អីចឹងណាបាទអញ្ចឹងបងចង់ផ្ដល់ជាស្បៀងជាប្រភេទសាច់ជាប្រភេទអីជូនគាត់តែម្ដងដោយបងប្អូនទទួលជ្រាបហើយថាបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងអ្នកនៅជាយដែននៅខាងព្រៃច័ន្ទក៏ដូចជាខាងជោគជ័យប្រហែលថ្ងៃមុននេះបងប្អូនបានឃើញហើយដែលថៃគឺចូលមកបាញ់ប្រជាពលរដ្ឋយើងដោយកំរោលមែនទេបងបណ្ដាលឲ្យមានជនស៊ីវិលស្លូតត្រង់ស្លាប់និងរបួសបាននៅខាងព្រៃច័ន្ទបាននេះហើយគឺជាការរំលោភបំពានយ៉ាងកក្លឿនរបស់ភាគីថៃបានដែលបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់របស់កម្ពុជាហើយឥឡូវនេះគឺធ្វើឲ្យបងប្អូនអ្នកនៅខាងព្រៃច័ន្ទក៏ដូចជានៅខាងជោគជ័យគឺគាត់ភៀសទៅរកកន្លែងដែលមានសុវត្ថិភាពសិនបាទអញ្ចឹងហើយបងស្រីគាត់បានឃើញនៅរូបភាពដោយបងប្អូនបានឃើញនៅព័ត៌មានបាទមានការផ្សព្វផ្សាយបាទតាក់ទងទៅនឹងការរត់ភៀសខ្លួនរបស់បងប្អូនរបស់យើងនៅខាងភូមិដើមច័ន្ទក៏ដូចជាខាងជោគជ័យមែនទេបងគាត់បានតាក់ទងទៅកាន់ក្រុមការងាររំដួលធីវីផ្ដល់សាច់ជ្រូករហូតដល់500គីឡូបាទហើយមានផ្អកមានសាច់ក្រកអញ្ចឹងថ្ងៃនេះខ្ញុំហើយនឹងក្រុមការងារគឺចេញពីខាងខ្មៅទៅតម្រាំដល់បាត់ខាងតំបន់បងប្អូនភៀសសឹក
mà pi phum prey chăn máu hai chia là nghiêng tịch chứ nó bong mà phân tế với ấp khối chứ bọt ấy khối chứ buổi nhung tiêm lăng tiêm tật cọ hai tiêm cầm càng như sầm rạp riệp trong châu nông lang hơi mà lớp bong ôn chui riệp mồm mà bà cầm ao lì tha tục sạch từ cái lô việc khôi bị ấy cha lô bánh ha từ đó là nghiết bà phân tế sạch ní ấp như khôi chứ nó bong cầm chừng lắm thì chừng lắm thế bà sạch so sạch ấy lụa mình o hay ao tự o tê mấy bong sạch mấy sạch sọc từแต่กับmấyព្រឹកនឹងតែម្ដងបងប្អូនមើលបាននៅmấyស្រស់ហើយញឹមបងប្អូនសាក់គិតជាលុយមើលយើងមិនបាច់និយាយថ្លៃប្រហែលទេយើងគិតថាត្រឹម 15000 ចុះកុំឲ្យខ្ពស់ជាងហ្នឹងមែនទេអូនបាទចុះ500គីឡូហើយបើផ្អកហើយបាទសាច់ក្រកចាំបានថាអរគុណណាស់បងទឹកចិត្តរបស់បងណាបាទទឹកចិត្តដូចថាខ្មែរជួយខ្មែរនៅក្នុងពេលនេះគឺគ្មានអ្វីក្រៅពីការរួបរวมសាមគ្គីគ្នាមែនទេបងបាទធម្មតាមានតែខ្មែរយើងទេដែលរួបរวมសាមគ្គីគ្នាជាលងមួយបាទអញ្ចឹងហើយទឹកចិត្តក្នុងនាមជាខ្មែរបាទដែលគាត់មានមុខរបរបាទដែលជាអ្នកលក់សាច់ជ្រូកបងប្អូនបាទនេះថាគាត់មិនមែនអ្នកលក់រាយទេអ្នកកាប់សាច់ជ្រូកបាទលក់បោះដុំបាទនៅខាងទឹកខ្មៅហើយខាងបោះខាងណាបងបោះទៅដល់ជ្រៃធំទៅដល់ជ្រៃធំអញ្ចឹងគាត់មើលឃើញពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋអ្នកភៀសសឹកនៅខាងភូមិព្រៃច័ន្ទនឹងហើយទើបបងស្រីគាត់ផ្ដល់បាទសាច់ជ្រូកនេះឲ្យខ្ញុំនឹងក្រុមការងារគឺដឹកយកទៅជូនបងប្អូននៅខាងបាទព្រៃច័ន្ទអញ្ចឹងបងប្អូននៅខាងព្រៃច័ន្ទបាទមិនមែននៅភូមិព្រៃច័ន្ទតែម្ដងបងប្អូនដែលភៀសសឹកពីព្រៃច័ន្ទបាទហើយនឹងទីជោគជ័យជួបគ្នានៅល្ងាចនេះខ្ញុំនឹងយកសាច់ជ្រូកសាច់ក្រកក៏ដូចជាផ្អកទាំងអស់ហ្នឹងយកទៅជូនបងប្អូននៅទីនោះចាត់ចែងបាទទៅតាមការគួរដឹងថាបងប្អូនគាត់ភៀសសឹកនៅទីនោះគឺមានអាជ្ញាធរមានខាងថ្នាក់ភូមិថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្តអីលោកចាត់ចែងទេក៏ប៉ុន្តែនេះគឺជាការចូលរួមបន្ថែមទៀតបាទក្នុងនាមដែលថាយើងស្រឡាញ់គ្នាជាធ្លុងមួយដូចបាននិយាយថាមានតែខ្មែរស្រឡាញ់ខ្មែរទេហើយបងប្អូនបានឃើញហើយថាថៃបានរំលោភបំពានហើយបានបាញ់ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាយើងនេះគឺជារឿងមួយដែលយើងមិនអាចបំភ្លេចបានទេបើនិយាយជូនជាប្រវត្តិសាស្ត្រមែនទេបងចាទុកក្នុងប្រវត្តិសាស្ត្រចាំឲ្យច្បាស់បងប្អូនទាំងអស់គ្នាយើងនិយាយបែបនេះមិនមែនធ្វើឲ្យបងប្អូនរើសអើងពូជសាសន៍អីទេមិនមែនទេក៏ប៉ុន្តែគេធ្វើបាបយើងខ្លាំងណាស់បងប្អូនទាំងអស់គ្នាគេធ្វើបាបយើងគេជន់ឈ្លីយើងគេបាញ់ប្រជាពលរដ្ឋស្លូតត្រង់របស់យើងសួរថាក្នុងនាមយើងជាខ្មែរយើងឈឺចាប់ប៉ុណ្ណាឥឡូវខ្ញុំចង់ឲ្យបងស្រីបង្ហាញពីដូចថាអារម្មណ៍ពិតរបស់បងអាចអញ្ជើញមកខាងនេះតែម្ដងនៅពេលដែលបងឃើញខាងថៃឈ្លានពានកម្ពុជាហើយដូចថ្មីនេះខាងតាហ៊ានថៃបានបាញ់ចូលមកកម្ពុជាយើងបណ្ដាលឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ហើយនឹងរបួសជាច្រើនអ្នកបងគិតមិនដែរពិបាកជំនួសគាត់គ្រាន់តែថាគាត់អត់មានផ្ទះសម្បែងនៅអត់បែកគឺថាអត់ចាក់ខ្ចាយអញ្ចឹងណាពិបាកគាត់ភ័យដោយសារគេបាញ់គាត់អញ្ចឹងគាត់ខ្លាចទៅកូនចៅគាត់ខ្ញុំមើលតាម Facebook ថាអានោះធំគាត់មែនតើបាទចាបងមានការឈឺចាប់យ៉ាងណានៅពេលដែលឃើញបែបនេះហើយចង់ដឹងថាយើងនិយាយនេះមិនមែនឲ្យមានការរើសអើងទេតែចង់និយាយថាទំនិញរបស់ខាងថៃបងរាល់ថ្ងៃនៅបន្តការគ្រប់គ្រងប្រើប្រាស់របស់ថៃទៀតទេឬក៏មិនអត់ទេឈប់មកហេតុអីបានជាបងឈប់ប្រើប្រាស់ទំនិញពីថៃមកខ្ញុំតែងតែលើកទេថាពេលដែលយើងបន្តប្រើប្រាស់របស់គេទៅហើយទៅគេនឹងមានលុយទិញអាវុធដែលអាចបន្តមកយើងcũngបានបាទណាអូនអញ្ចឹងបានន័យថាក្នុងនាមបងជាជួរក្រោយយើងមិនបានទៅតទល់នៅខាងមុខក៏ពិតមែនប៉ុន្តែផ្ដល់ជាកម្លាំងចិត្តមានអីជួយបានយើងជួយបានដូចថាមានសាច់មានស្បៀងអីជួយទៅខ្លះទៅហើយបើមិនអញ្ចឹងទេអ្វីដែលយើងអាចជួយបានគឺការរួមគ្នាប្រើប្រាស់នៅផលិតផលរបស់ខ្មែរយើងគ្រប់គ្រងរបស់ខ្មែរយើងបាទអញ្ចឹងបានន័យថាអ្វីដែលយើងជៀសបានក៏ជៀសមែនទេចាជៀសបានជៀសទៅបាទអញ្ចឹងណាអូនព្រោះអីឃើញក៏ពិបាករបស់គាត់ថាមើលទៅគឺអាណោះខ្លាំងចិត្តមែនទែនណាបាទពេលដែលយើងជួបប្រទះហ្នឹងអត់ដឹងថាពិបាកយ៉ាងណាគឺគាត់ពិបាកខ្លាំងណាបាទបងខ្ញុំមើលតាម Facebook ទៅនឹកឃើញថាគាត់រត់ខ្លះអោបកូនអោបចៅរត់ចោលឆ្នាំងបាយរត់ទៅដាក់កំសត់គាត់មែនទែនបាទមិនបានបងចង់ទឹកភ្នែកនិយាយដល់ចំណុចនេះនឹកឃើញតាមបើសិនតែធ្លាក់ហ្នឹងមកលើយើងហ្នឹងបានដឹងថាពិបាកប៉ុន្មានអញ្ចឹងណាអូនបាទការពិតបងចា
ទុកលំបាកបំផុតគឺបងប្អូនអ្នកនៅជាដែរនឹងតែម្ដងជាប់ជាមួយនឹងអ្នកជិតខាងដែលមានចិត្តខុសទៅបងប្អូនអរគ្នានិយាយជារួមគឺតែហ៊ានសៀមនឹងចូលមកបាញ់ប្រជាពលរដ្ឋខ្មែរយើងទាំងកំរោទាំងប្រជាពលរដ្ឋរបស់យើងកំពុងតែដាំបាយកំពុងតែចំអិនម្ហូបអាហារសោះហ្នឹងណាខ្ញុំឃើញបងស្រីគាត់ឡាយមកឃើញគាត់ចង់ឆ្នាំបាយនឹងពេញតបានហូបបាយមិនទាន់ទាំងបានហូបបាយមិនទាន់នឹងអីផងបងប្អូនអរគ្នាចឹងហើយបានថានេះគឺជាភាពឈឺចាប់មួយដែលខ្មែរយើងបំភ្លេចមិនបានទេចាំជាប្រវត្តិសាស្ត្រដែលហ៊ានសៀមបានបាញ់បហាមកលើជនឆ្លងក្រមរបស់កម្ពុជាទាំងយើងអត់មានអាវុធអត់មានអីតទល់ទៅជាមួយគេទេអត់មានទេគឺគេបាញ់យើងទាំងកម្រោតែម្ដងអញ្ចឹងបានថាពិភពលោកត្រូវតែកោតទុកបាទខាងទៅទៀមសៀមដែលធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ជនស៊ីវិលរបស់កម្ពុជាបងប្អូនចំណុចនេះហើយដែលបងប្អូនគួរតែភ្ញាក់រលឹកបងប្អូនគួរតែគិតថាយើងត្រូវធ្វើអីខ្ញុំនិយាយនេះដូចបានបញ្ជាក់ថាមិនឲ្យរើសអើងស្អប់ពើមពីសាសទេតែបងប្អូនឃើញភាពឈឺចាប់នេះហើយយើងគួរធ្វើម៉េចអញ្ចឹងបានដូចជំរាបជូនបើយើងនៅជួរក្រោយមិនបានជួយអីយើងមានតែចូលរួមផ្ដល់កម្លាំងចិត្តដល់បងកងកម្លាំងរបស់យើងបាទជឿជាក់លើប្រមុខនៃរដ្ឋាភិបាលកម្ពុជាហើយមួយទៀតអ្វីដែលយើងចូលរួមទាំងអស់គ្នានឹងបាទសម្រាប់ខ្ញុំទេបើយើងជាម្ចាស់លុយយើងចង់ទៅទិញរបស់អ្នកណាក៏បានដែរប៉ុន្តែបើក្នុងនាមយើងជាខ្មែរតើគួរបន្តគ្រប់គ្រងគេទៀតអត់ទាំងគេធ្វើបាបយើងបាទយើងគួរជឿចាប់បាទយើងជឿចាប់បងប្អូនចឹងមកថាថ្ងៃនេះខ្ញុំអរគុណទឹកចិត្តបងស្រីណាស់បាទដែលផ្ដល់សាច់ជ្រូកល្អរហូតដល់500គីឡូក្រាមមានផ្អកសាច់ជ្រូកប្រមាណប្រហែលជា50គីឡូបើមានសាច់ក្រកប្រមាណប្រហែលជា50គីឡូផ្ដល់ជូនបាទតាមរយៈក្រុមការងាររំដួល TV ដើម្បីដឹកយកទៅជូនបងប្អូនអ្នកទេសចរពីខាងព្រៃច័ន្ទនិងជោគជ័យអញ្ចឹងខ្ញុំនឹងយកសាច់ជ្រូកទាំងអស់នេះបាទយកទៅជូនបងប្អូនអរគ្នាឥឡូវគឺក្រុមការងារបងស្រីក៏កំពុងតែរៀបចំបាទដាក់បាទនៅខាងក្នុងគុំតកហើយមានដាក់តកដាក់អីត្រឹមត្រូវឲ្យខូចសាច់ទេហើយនឹងជួបគ្នានៅក្នុងល្ងាចនេះដល់តបបងឥឡូវចេះខ្ញុំដឹងថាបងជួយដោយសិទ្ធិចិត្តប៉ុន្តែខ្ញុំក៏ចង់ឲ្យបងប្អូនស្គាល់កន្លែងកាប់សាច់របស់បងដែរបងអាចជួយបង្កើតលេខទូរស័ព្ទអីមួយខ្សែសម្រាប់បងប្អូនអ្នកខាងក្រុងតាខ្មៅឬក៏នៅជិតតាខ្មៅដែលគាត់ចង់បានសាច់ជ្រូកធម្មជាតិលក្ខណៈថាជ្រូកខ្មែរយើងណាមិនមែនជាជ្រូកធម្មជាតិចិញ្ចឹមតាមភូមិនេះជ្រូកកសិដ្ឋានតែកសិដ្ឋានចិញ្ចឹមនៅខ្មែរបាទអញ្ចឹងបងអាចជួយប្រកាសលេខទូរស័ព្ទសម្រាប់បងប្អូនអ្នកដែលគាត់ចង់លើកសាច់ជ្រូកលើកអីបានទេបងលេខទូរស័ព្ទ096 664 8844បាទបងប្អូនអរគ្នាបងស្រីគាត់អត់មានឲ្យខ្ញុំអីមកផ្សព្វផ្សាយឬក៏ថាឲ្យសាច់ជ្រូកទៅដើម្បីមកផ្សាយកន្លែងគាត់អត់ទេរាល់ថ្ងៃគាត់រកតែជ្រូកកាត់លក់មិនទាន់ផងតែគាត់ថាខ្ញុំនឹកឃើញគាត់ចង់ឲ្យបងគាត់ប្រកាសទៅសម្រាប់បងប្អូនពេលខ្លះយើងនឹកឃើញថាមនុស្សល្អយើងស្គាល់គ្នាបាទយើងស្គាល់គ្នាទៅបងប្អូនអរគ្នាអរគុណបងស្រីណាជូនពរបងកាន់តែកាក់កបកាន់តែរីកចម្រើនហើយជូនក្រុមគ្រួសារបងមានសុភមង្គលសុខសប្បាយបាទជានីសុខសាន្តត្រានសុភមង្គលក្នុងគ្រួសារណាបងណាបាទជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាហើយជួបបងប្អូននៅខាងជោគជ័យនិងព្រៃច័ន្ទបងប្អូនដែលភៀសសិទ្ធិជោគជ័យនិងព្រៃច័ន្ទដើម្បីខ្ញុំជូនសាច់ជ្រូកសាច់ក្រកក៏ដូចជាផ្អកសាច់ជ្រូករបស់បងស្រីតាមរយៈក្រុមការងាររំដួល TV ជូនទៅដល់អំពូមីងលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋរបស់យើងអ្នកនៅតំបន់ភៀសសិទ្ធិដោយផ្ទាល់ខណៈនេះខ្ញុំភក្ត្រារួមជាមួយបងស្រីភ័ស្តុសូមអរគុណសូមជម្រាបលា